mơ bên trăng sấy sạt khá cameraman á cầm rầm lông châu cái lấy nữa sọc sạt hay là từ chẹt men tên bong bồn ọt đào ấy tên bạn số sấy bong bồn tông ở đây bên nàyคือខ្ញុំមកវត្តមាននៅលើកំពូលភ្នំបាដែងភ្នំយាយមកយើងតែម្ដងដែលស្ថិតនៅក្នុងខេត្តតេនិនណាបងប្អូនណាអញ្ចឹងហើយបន្តិចទៀតយើងនឹងឡើងទៅខាងក្នុងដើម្បីយើងមើលដែលបងប្អូនយើងធ្លាប់មើលឃើញទៅតាម TikTok ឬមើលទៅតាម Facebook ជាច្រើនកន្លែងដែលបងប្អូនយើងបានឃើញណាហេតុដូច្នេះហើយបន្តិចទៀតយើងនឹងបានទស្សនាមើលបានឃើញច្បាស់តែម្ដងហើយកន្លែងដែលខ្ញុំកំពុងតែឈរហ្នឹងគឺទេសភាពស្រស់បំប្រងមែនទេបងប្អូនអញ្ចឹងហើយកាមេរ៉ាមែនយើងជួយមើលទៅខាងក្រោមដើម្បីបងប្អូនយើងមើលទេសភាពដែលសួនច្បារដែលគេបានរៀបចំឲ្យបានស្រស់ស្រាយបាទអញ្ចឹងហើយពេលដែលយើងមើលពីលើកំពូលភ្នំនេះចុះទៅគឺយើងមើលឃើញនៅខេត្តតៃនិញតែម្ដងបងប្អូនណាបាទអញ្ចឹងហើយយើងបានមើលឃើញទេសភាពស្រស់បំប្រងមែនទេហើយបើយើងមើលទៅខាងក្រោយទៀតនេះបងប្អូនមើលខាងខ្ញុំខាងនេះបាទហើយអញ្ចឹងហើយនេះបងប្អូនយើងមើលខាងនេះគឺព្រះម៉ែកុងស៊ីនដែលយើងបានមើលទៅភាគខាងរួចហើយដែលខ្ញុំបានអូវីដេអូអញ្ចឹងទេក្នុងឱកាសនេះយើងនឹងដើរឡើងមកខាងនេះវិញបាទយើងដើរឡើងមកខាងលើដើម្បីទៅមើលនៅអ្វីដែលបងប្អូនយើងមើលចង់មើលឃើញហើយនឹងវារាំងនឹងប្រហែលជាកំពូលភ្នំដែលខ្ពស់ជាងគេណាបងប្អូនណាបាទដូចខ្ញុំធ្លាប់និយាយហើយខាងវីដេអូខាងមុននោះគឺកំពូលភ្នំតៃនិនហ្នឹងគឺមានកម្ពស់ប្រហែល986បាទ76ម៉ែត្រណាបងប្អូនណាគឺការរៀបចំរបស់គេគឺពិតជាគួរឲ្យសរសើរកោតសរសើរមែនតើបងប្អូនហើយมันមានសម្រាប់มันមានអ្វីខ្លះដែលហៅថាសម្រាប់គេចូលប្រទេសប្រាស់បងប្អូនគឺពីណាក៏មានសម្រាប់ធុងសម្រាប់បងប្អូនយើងមកទស្សនាយើងបានមើលឃើញអញ្ចឹងហើយយើងឡើងមកនៅខាងលើខាងនេះដូចជាដាក់សិតតែប៉មមាសណាបងប្អូនណានៅដូចជាខាងលើខាងហ្នឹងណាយើងមើលទៅឃើញប្លែកបងប្អូនយើងមើលទៅយើងឃើញពិតជាប្លែកមែនតើមើលបញ្ចាំងស្រីស្អាតខ្លះកាមេរ៉ាមែនណាកុំរំលងចូលកន្លែងហ្នឹងណាចំទៅជួបខ្មែរកន្លែងនេះកាលពីមុនខ្ញុំមកគឺមិនតាន់មានរៀបចំស្អាតដូចនេះទេបងប្អូនណាយ៉ាងហើយគឺឥឡូវនេះគឺគេការរៀបចំរាំងប្លែកណាបងប្អូនណារាំងប្លែកអីវាមិនមែនថារាំងប្លែកវាពិតជាប្លែកមែនតើនៅខាងលើហើយខាងក្នុងគឺមានដែលគេរៀបចំព្រះពុទ្ធមួយអង្គអញ្ចឹងណាបងប្អូនណាហើយខាងលើខាងហ្នឹងក៏មានទេសភាពស្រស់ហើយមានភ្ញៀវទេសចរក្រៅប្រទេសក្នុងប្រទេសអីក៏ជាច្រើនបាទណ៎ឥឡូវនេះយើងនឹងឡើងមកដល់ហើយបងប្អូនអញ្ចឹងហើយយើងមិនស្ងើចសរសើរមិនបានទេបងប្អូនហើយពេលដែលយើងឡើងមកដល់ហើយពិតជាឥឡូវនេះម៉ោង12កន្លះជាងណាបងប្អូនជិតម៉ោង1ប៉ុន្តែទេសភាពវានៅតែស្រស់ស្អាតហើយនឹងត្រជាក់មែនទេបងប្អូនអត់ក្តៅអីទេណាពេលដែលយើងឡើងមកដល់នេះគឺខាងលើខាងនោះស្ទើរទឹកបាទដែលបងប្អូនយើងបានឃើញយើងចូលមកខាងក្នុងខាងនេះដែលយើងមើលទៅខាងក្នុងខាងនេះគឺមានរូបព្រះពុទ្ធបដិមាករណាបងប្អូនណាគឺរៀបចំសុទ្ធតែប៉មនេះតែម្ដងនេះបងប្អូនមើលទៅតាមថ្មខាងក្រោមដែលគេដាក់ទឹកហើយនឹងផ្កាឈូកមាសដែលគេរៀបចំអញ្ចឹងណាបងប្អូនណាមើលទៅពិតជាស្រស់ស្អាតមែនតើខ្ញុំពិតជាសរសើរទ្វេដៃអ្នកដែលសាងសង់គម្រោងហើយនឹងនឹកឃើញចេញគម្រោងបែបនេះខ្ញុំពិតជាសរសើរមែនតើណាបងប្អូនណាបាទមើលនឹងគឺជាកន្លែងកំពូលភ្នំដែលខ្ពស់ជាងគេណាបងប្អូនណានៅថ្មហើយមានដើមឈើមួយទៀតបាទមានដើមឈើដុះក្នុងថ្មនោះទៀតណាបងប្អូនណានឹងបែរជាថ្មគេលាបជាពណ៌មាសយើងណាបងប្អូនណាបាទបងប្អូនយើងបានឃើញឥឡូវយើងមកខាងនេះវិញ
យើងមកមើលទេសភាពខាងក្រៅវិញបងប្អូនណាគឺជុំវិញហ្នឹងគឺគេរៀបចំជុំវិញតាមធាហ្នឹងគឺមានដើមព្រៃស្រស់ដើមឈើជាដើមអញ្ចឹងណាយើងមកខាងនេះមើលឃើញទេសភាពពិតជាស្រស់បំព្រងមែនតែនមើលទៅឃើញជុំវិញខេត្តតៃនិនតម្រងណាបងប្អូនណាឡើងមកទីនេះពិតជាបងប្អូនមើលឃើញខាងក្រោមខាងក្រោមមើលទៅពិតជាក្តៅណាប៉ុន្តែនៅខាងលើហ្នឹងគឺត្រជាក់ណាស់ណាបងប្អូនណាបាទវាត្រជាក់ដោយការដណ្ដប់នៃពពកឬមួយមេឃជាដើមអញ្ចឹងណាបាទអញ្ចឹងហើយអ្នកដែលមកទេសចរតំបន់ហ្នឹងគឺទី1គឺដើម្បីហៅថាមកការគោរពបូជាក៏មានមកដើម្បីលំហែកាយនិងធ្វើឲ្យអារម្មណ៍របស់យើងស្រស់ស្រាយដើម្បីកយកន់នៅទេសភាពដែលហៅថាជាពិសេសបើបងប្អូនណាយើងមិនតាន់បានមកយើងគួរមកឲ្យស្គាល់ម្ដងណាបងប្អូនណាមួយឆាកជីវិតយើងត្រូវតែស្គាល់កន្លែងតែម្ដងព្រោះអីសំខាន់មួយដែរពិតជាស្រស់ស្អាតកន្លែងដើរយន្តសម្រាប់យើងចុះទៅវិញណាដើរយន្តសម្រាប់យើងចុះទៅខាងក្រោមបាទសម្រាប់យើងចុះទៅខាងក្រោមខាងនេះបងប្អូនយើងមើលខាងក្រោមហ្នឹងដឹងហើយកន្លែងណាក៏មានសួនច្បារគឺរៀបចំស្អាតតែម្ដងហើយខាងមុខនោះសិតតែដើមឈើព្រៃយើងទៅណាបងប្អូនឃើញហ៎ចេកព្រៃចេកអីណាដើមឈើព្រៃយើងទៅណាក្នុងនោះគឺมันមានក្នុងភ្នំហ្នឹងគឺគេមិនអោយការកាប់ឈើកាប់អីប្រទេសប្រាស់ទៅណាបាទ